សម័យនគរភ្នំតើសម័យនគរភ្នំជាអ្វីហើយស្ថិតនៅឯណានគរភ្នំជាសម័យកាលមួយដែលគិតចាប់ពីសតវត្សទី1រហូតដល់សតវត្សទី6នៃគ្រិស្តសករាជនគរភ្នំមានទីក្រុងឈ្មោះនរវរនគរដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកអង្គរបូរីខេត្តតាកែវនៅសតវត្សទី1នៃគ្រិស្តសករាជព្រះបាទហ៊ុនទៀនបានឡើងសោយរាជ្យនៅនគរភ្នំដែលមានព្រះនាងលាវយីជាមហេសីព្រះអង្គបានរៀបចំនគរឲ្យមានការរីកចម្រើនយ៉ាងខ្លាំងនិងបានផ្សព្វផ្សាយអរិយធម៌ឥណ្ឌាមកលើប្រជារាស្ត្រខ្មែរហើយធ្វើឲ្យប្រជារាស្ត្រមានការជឿជាក់លើព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាសម័យនោះដើម្បីរកយុត្តិធម៌គេពឹងផ្អែកលើជំនឿហើយនៅពេលមានមនុស្សស្លាប់គេយកទៅកប់ឬយកទៅចោលក្នុងទឹកឬបូជាឬដាក់ចោលក្នុងព្រៃឲ្យសត្វស៊ីនៅសម័យនគរភ្នំការរស់នៅរបស់អ្នកស្រុកមានការប្រមូលផ្ដុំគ្នាជាភូមិដែលមានផ្ទះចាប់ពី50ទៅ60គ្រួសារឡើងទៅពួកគេសង់ផ្ទះខ្ពស់ពីដីធ្វើអំពីឈើប្រក់ស្លឹកតាមផ្ទះនីមួយៗមានការរចនាតុបតែងលម្អតាមការនិយមទាន់សម័យនិងមានរបងព័ទ្ធជុំវិញយ៉ាងត្រឹមត្រូវភូមិនីមួយៗតែងមានស្រះទឹករួមមួយសម្រាប់ប្រើប្រាស់មនុស្សប្រុសស្រីក្មេងចាស់ច្រើននិយមស្លៀកសំពត់និងពាក់ស្បែកជើងប៉ុន្តែក៏មានអ្នកខ្លះដើរជើងទទេដែរអ្នកស្រុកនគរភ្នំមានចិត្តទៀងត្រង់មិនចេះលោភលន់ទេសម័យនគរភ្នំជាសង្គមស្ត្រីនិយមនៅពេលនោះគេចាត់ទុកស្ត្រីជាធំនៅក្នុងគ្រួសារនិងសង្គមតើមនុស្សនៅសម័យនគរភ្នំប្រកបរបរអ្វីខ្លះមនុស្សនៅសម័យនគរភ្នំច្រើនប្រកបរបរកសិកម្មនិងធ្វើពាណិជ្ជកម្មកសិករធ្វើស្រែចម្ការដាំដំណាំចិញ្ចឹមសត្វត្បាញសូនរូបបរបាញ់សត្វជាងទងជាដើមចំណែកពាណិជ្ជកម្មលក់គ្រឿងប្រើប្រាស់មានដូចជាកំណាត់សំពត់មាសប្រាក់ភ្លុកកុយរមាសក្រមួនឈើក្រអូបសម័យនោះប្រទេសយើងមានឈ្មោះល្បីល្បាញថ្កុំថ្កើងរុងរឿងណាស់គឺដោយសារប្រជារាស្ត្រយល់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ចរីឯវិស័យកសិកម្មវិញមានការរីកចម្រើនលូតលាស់ខ្លាំងដោយសារតែទទួលបានជោគជ័យក្នុងការធ្វើនយោបាយទឹកសម័យនគរភ្នំអ្នកដឹកនាំប្រទេសជាព្រះរាជាសំខាន់ក្នុងសម័យនោះមានសតវត្សទី1នៃគ្រិស្តសករាជព្រះបាទហ៊ុនទៀនជាក្សត្រធ្វើឲ្យទឹកដីនគរភ្នំក្លាយជារដ្ឋរឹងមាំនិងខ្លាំងពូកែដែលមាននគរតូចៗជាចំណុះឆ្នាំ225ដល់ឆ្នាំ243នៃគ្រិស្តសករាជព្រះបាទហ្វាន់ជេម៉ាន់ជាព្រះរាជាពូកែខាងចម្បាំងទ្រង់ពង្រីកទឹកដីដោយវាយយករដ្ឋតូចៗនៅភាគខាងជើងឧបទ្វីបម៉ាឡាកាជាចំណុះឆ្នាំ430ដល់ឆ្នាំ484នៃគ្រិស្តសករាជព្រះបាទស្រីឥន្ទ្រវរ្ម័នជាក្សត្រមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងការទូតនិងពាណិជ្ជកម្មក្រៅប្រទេសឆ្នាំ484ដល់ឆ្នាំ514នៃគ្រិស្តសករាជព្រះបាទកៅឌិណ្ឌ្យជ័យវរ្ម័នទ្រង់បានកសាងប្រទេសឲ្យមានការរីកចម្រើនយ៉ាងខ្លាំង